យើងអាចមានអ្វីជាការសង្កេតមើលថាអ្នកដែលយើងត្រូវ communication ជាមួយហ្នឹងគាត់នៅក្នុង style មួយណាទីមួយមើលទឹកមុខរៀងមើងណាកម្ៅអាហ្នឹងគឺចូលទៅក្នុង style បើមិន DC ហើយបើមើលទឹកមុខហើយមើលតែអ្នកណាទៅមិនសូវចេះអង្គុយមកកន្លែងហ្នឹងគឺ D ឯងអញ្ចឹងមនុស្សទឹកមុខមមហើយក៏អត់ចូលចិត្តអង្គុយទេអត់ចូលចិត្តដើរពីនេះទៅនោះអញ្ចឹងមានចល័តពីមួយកន្លែងទៅមួយកន្លែងហើយគាត់តែអង្គុយព្រឹបគឺគាត់ចាប់ដើមរកគេភ្នែកសន្លឹងលេចសន្លឹងកើតណាដើម្បីរកអ្នកដែរគាត់អាចផ្សារភ្ជាប់ទៅនឹងអត្ថប្រយោជន៍ព្រោះ D គឺមនុស្សដែលត្រូវការអត្ថប្រយោជន៍បើគាត់មកដល់កន្លែងហ្នឹងអត់មានអត្ថប្រយោជន៍ហ្នឹងគាត់នឹងមិននៅលើសពី5នាទីទេតែ D ហើយមួយទៀត C ស្តៀងគ្នាមុខស្តៀងគ្នាក៏ប៉ុន្តែ style C ជាទូទៅគាត់មុខមមអញ្ចឹងតែគាត់ច្រើនតែឈរនៅកលៀតនៅគៀនគាត់មិនចូលចិត្តនិយាយមួយគេមិនចូលចិត្តតំណគេអញ្ចឹងអូម៉ាថានៅក្នុង network មួយយើងឃើញថាម្នាក់ចូលមកមុខមមដូចគ្នាតែចូលទៅគាត់ចាប់ដើមអាលាក់ដៃមួយគេឯងគ្រប់គ្នាចាហើយបើគាត់នៅក្នុងកម្មវិធីវិញគាត់ដើរចូលកែមួយគេគ្រប់គ្នាដើម្បីរក network ដែលត្រូវមួយគាត់តែ size អត់ទេគាត់អង្គុយមកកន្លែងដែលជាកន្លែងដែលមានតែគាត់ហើយគាត់អត់ទៅ socialize មួយណាគេហ្នឹងគឺពីហ្នឹងហើយមួយទៀត S យើងអាចសម្គាល់ស្រៀង C ដែរគាត់ថា S យើងមើលទឹកមុខគាត់អត់មមដូច C អញ្ចឹងឯងមុខរៀងញ៉ាំពេលសួរអីអញ្ចឹងព្រោះយើងហាមាត់សួរគាត់ភ្លាមអញ្ចឹងទៅគាត់ចាប់ផ្ដើមគេហៅថានិយាយលក្ខណៈមួយថាអត់អីអង្គុយនេះមកបងអត់អីក្បែរខ្ញុំមកអញ្ចឹងតែបើស៊ីអត់មានក្បែរខ្ញុំទេអត់ដឹងបោះណាគេបងហ្នឹងកន្លែងបោះគេអញ្ចឹងចាហើយបើ style អាយគាត់ថាយើងស្រួលអង្គគេគឺ style អាយគាត់ឃើញយើងភ្លាមមកញ៉ាំដាក់ផ្លេត say hi hello នាំយើងទៅហ្មងអញ្ចឹងហ្នឹងគឺអេយ៉ាបត់ទឹកមុខមើលឃើញមុនគេបន្ទាប់មកកាយវិការរបស់គាត់I និង D កាយវិការរៀងឡាលហួន C និង S កាយវិការរបស់គាត់នៅស្ងៀមរៀងស្ងាត់ទេហើយជ្រុងនៃការអង្គុយក៏ស្រៀងគ្នាដែរការស្លៀកពាក់ក៏យើងអាចសម្គាល់បានដែរអញ្ចឹងយើងមើល D ការស្លៀកពាក់របស់គាត់ very professional គេថាមកត្រង់ផ្លឹងថាលយហ្មងចេញមកចាហើយ C ក៏អញ្ចឹងដែររៀងផ្លឹងបើ C វិញអត់ពណ៌វិញគឺពណ៌លាតគាត់ចូលចិត្តភាពប្រផ្លេតឯងហើយបើ I វិញជាទូទៅគាត់រៀងមានសិល្បៈខ្លាំងការស្លៀកពាក់របស់គាត់ជាម៉ូដអីខ្លាំងទេប៉ុន្តែជារបស់មួយដែល follow trend ណាគេថាបើរបស់ហ្នឹងគេចេញមក trend គេគឺត្រូវការរបស់ហ្នឹងគឺគាត់ឃើញគាត់ហ្នឹងអាចថាមុនគេហ្មង I គាត់ចូលចិត្តភាពអួតចាហើយបើ S វិញគឺការស្លៀកពាក់របស់គាត់បិទចិត្តជាទូទៅបិទចិត្តរៀង humble ចុះបងជាទូទៅមនុស្សយើងម្នាក់អាចមាន style ប្រហែលប្រភេទម្នាក់អាចមាន1 pure គេ pure behavior ឬក៏អាច blend 1 2ឬក៏ blend 3តែសួរថាមាន4អត់ជាទូទៅអាទី4គឺតែងតែអាទៀបជាងគេមិនសូវចេញទេអញ្ចឹងពេលធ្វើតែមកបើសិនគេឃើញ4ណាបើតែមួយហ្នឹងខុសហើយណា